និទានជាដាក់រឿងនាងវិសាខាស្ត្រីល្អកម្រមានក្នុងលោកក្នុងកាលព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅក្នុងវត្តពុព្វារាមនាឯក្រុងសាវត្ថីទ្រង់ប្រារព្ធនៅមហាឧបាសិកាឈ្មោះវិសាខាបានសម្ដែងនៅធម្មទេសនាមានបទថាយថាបិពុពួរាសំហាដូច្នេះជាដើមមានសេចក្តីថានាងវិសាខាជាធីតារបស់ធនិញ្ជាយសេដ្ឋីមេតាឈ្មោះសុមេនីទេវីជីតារបស់នាងឈ្មោះមេតដកៈជីដូនឈ្មោះចន្ទៈបតុមានាងវិសាខាជាស្ត្រីមានឧបនិស្ស័យខ្ពស់បានសម្រេចសោតាបត្តិផលតាំងពីអាយុ7ឆ្នាំជាមួយនឹងនាងទេរិកាចំនួន500នាក់ជាបរិវាររបស់នាងនោះនាងជាស្ត្រីប្រកបដោយបញ្ចពិតកល្យាណីមានលំអ5យ៉ាងគឺកេសកល្យាណលំអសក់មង្សកល្យាណលំអសាច់អដ្ឋិកល្យាណលំអឆ្អឹងឆវិកល្យាណលំអសម្បុរថ្ងៃវេយកល្យាណលំអវ័យអធិប្បាយថាកេសកល្យាណលំអសក់នោះសក់នៃស្ត្រីមានលំអមានសរសៃល្អិតមានពណ៌ដូចស្លាបកំផេមកាលរំសាយចុះទៅចុងមានងឡើងលើដូចសន្តានកន្ទុយកង្កោកពុងមិនចេះស្កើឡើយសូម្បីមានអាយុ100ឆ្នាំហើយក៏នៅតែមានពណ៌រលុងរលើបល្អដូចកាលនៅពីក្មេងយ៉ាងនេះហៅថាលំអសក់មង្សកល្យាណលំអសាច់សំដៅយកសាច់បបោមាត់ស្ត្រីមានលំអសាច់បបោមាត់ឡើងពណ៌ក្រហមរលោងដោយផ្លែបាសទុំឬក៏ផ្លែទន្លាប់ទុំជាសាច់ស្អាតឥតមន្ទិលសៅហ្មងទោះបីមានអាយុ100ឆ្នាំហើយក៏នៅតែក្រហមរលោងស្រស់ដូចដើមយ៉ាងនេះហៅថាលំអសាច់អដ្ឋិកល្យាណលំអឆ្អឹងសំដៅយកឆ្អឹងធ្មេញស្ត្រីប្រកបដោយលំអមានធ្មេញជិតស្និទ្ធរៀបល្អស្មើមិនចំពើសមានពណ៌សរលោងដូចជាត្បូងពេជ្រដែលជាងឆ្នៃយ៉ាងស្អាតហើយដាក់តម្រៀបគ្នាឬក៏ដូចជាសាំងដែលបុគ្គលឆ្នៃយ៉ាងល្អបើហានិយាយឡើងកាលណាមានពន្លឺទឹកដមព្រាតសូម្បីមានអាយុ100ឆ្នាំហើយក៏ធ្មេញនោះនៅតែជិតស្និទ្ធល្អដោយកាលអាយុ16ឆ្នាំយ៉ាងនេះហៅថាលំអឆ្អឹងឆវិកល្យាណលំអសម្បុរថ្ងៃបានដល់លំអពណ៌ស្បែកស្ត្រីប្រកបដោយលំអមានពណ៌2យ៉ាងគឺស1ខ្មៅ1សមានពណ៌ដូចជាកាណិការលីងរលោងស្អាតឥតមានអាចរុយឬក៏សម្លាកមន្ទិលសៅហ្មងឡើយសំបីតែសម្លាកកមរមាស់មួយក៏គ្មានលំអខាងពណ៌ខ្មៅមានពណ៌ខៀវស្រស់ដូចផ្កាឧបលជាសម្បុរមានទឹកដមរលើបរលោងយ៉ាងនេះហៅថាលំអសម្បុរថ្ងៃវេយកល្យាណលំអវ័យស្ត្រីដែលបរិបូរដោយលំអបើទោះបីជាប្រសូតបុត្រ100ដងក៏នៅស្អាតល្អដូចជាវ័យក្មេងកាលដែលមានអាយុ16ឆ្នាំបើទោះបីជាមានអាយុ100ឆ្នាំហើយក៏នៅតែល្អស្រស់គ្រប់អវយវៈដូចជាស្ត្រីក្រមុំយ៉ាងនេះហៅថាលំអវ័យក្នុងកាលដែលនាងវិសាខាមានអាយុ16ឆ្នាំថ្ងៃមួយជាថ្ងៃបុណ្យនក្ខត្តរិទ្ធនាងបាននាំបរិវារទាំង500នាក់ព្រមទាំងធីតារបស់សេដ្ឋីកហបតីទៅលេងទឹកក្នុងស្ទឹងពេលនោះមហាមេឃបង្អុរភ្លៀងចុះមកពួកធីតាទាំងឡាយក៏នាំគ្នារត់ប្រងព្រាតចូលទៅក្នុងសាលាឯនាងវិសាខានាងដើរសន្សឹមហាក់ដូចជាមិនខ្លាចទៅទឹកភ្លៀងនោះទេគ្រានោះមានព្រាហ្មណ៍8នាក់ជាបម្រើរបស់មគ្គីរសិទ្ធិដែលប្រើឲ្យដើររកស្ត្រីប្រកបដោយលំអ5យ៉ាងដើម្បីផ្សំផ្គុំជាភរិយាឲ្យបណ្ណវត្តនកុមារជាកូនព្រាហ្មណ៍ទាំង8នាក់បានឃើញចរិយាសម្បត្តិរបស់នាងវិសាខាដូច្នេះហើយនាំគ្នាសង្កេតពិនិត្យមើលបានដឹងជាក់ច្បាស់ថាជាស្ត្រីប្រកបដោយលំអ5យ៉ាងប៉ុន្តែមិនទាន់ឃើញធ្មេញរបស់នាងលុះនាងវិសាខាឡើងដល់លើសាលាមានសរីរៈទទឹកជោកដោយទឹកភ្លៀងពួកព្រាហ្មណ៍ក៏បានឱកាសនឹងឃើញធ្មេញរបស់នាងទើបបាននាំគ្នានិយាយថាស្ត្រីនេះប្រហែលជាកូនអ្នកក្រីក្របានជាខ្ជិលយ៉ាងនេះស៊ូដើរឲ្យភ្លៀងទោទឹកអស់នាងវិសាខាឮដូច្នោះហើយក៏សួរព្រាហ្មណ៍ថាអ្នកនិយាយអំពីអ្នកណាដែរ
ព្រាមថាយើងនិយាយអំពីនាងហ្នឹងណាក្នុងពេលនោះនាងវិសាខាបាននិយាយប្រាប់ដល់ព្រាមដោយសំឡេងពីរោះហាក់ដូចជាសំឡេងនៃរគាំងសម្រិទ្ថាបានជាខ្ញុំមិនរត់ស៊ូដើរឲ្យទៅទឹកភ្លៀងគ្រឿងអលង្ការយ៉ាងនេះព្រោះពួកជនដែលគ្រប់លក្ខមាន4យ៉ាងគឺបព្វជិតស្ដេចស្ត្រីដំរីពួកជនទាំង4នាក់នេះមិនគួររត់ឡើយពីព្រោះថាបើបព្វជិតទោះបីជាមានហេតុយ៉ាងណាមានភ្លៀងនិងខ្យល់ព្យុះជាដើមមិនត្រូវរត់ឡើយត្រូវតែដើរសន្សឹមតាមធម្មតាទើបហៅថាបព្វជិតមានលក្ខណៈស្ដេចដែលបានអភិសេកហើយកំពុងទ្រទ្រង់នៅគ្រឿងបញ្ចកតភណ្ឌនោះទោះបីមានហេតុយ៉ាងណាមានភ្លៀងនិងខ្យល់ព្យុះជាដើមក៏មិនគួររត់ដូចជាកហបតីឡើយត្រូវតែយាងសន្សឹមទើបហៅថាស្ដេចមានលក្ខស្ត្រីដែលពេញក្រមុំទោះបីមានហេតុយ៉ាងណាភ្លៀងនិងខ្យល់ព្យុះជាដើមមិនត្រូវរត់ដូចជាបុរសឡើយត្រូវតែដើរសន្សឹមទើបហៅថាស្ត្រីមានលក្ខដំរីមង្គលដែលគេប្រដាប់តាក់តែងដោយគ្រឿងអលង្ការហើយទោះបីមានហេតុយ៉ាងណាមិនត្រូវរត់ឡើយត្រូវដើរដោយធម្មតាទើបហៅថាដំរីមានលក្ខព្រាហ្មណ៍ទាំង8អ្នកស្ដាប់ហើយបានឲ្យពោសពសាធុការដល់នាងវិសាខាការចង់ឃើញនៅថ្មិញរបស់នាងក៏បានឃើញដោយបំណងព្រាហ្មណ៍ទាំង8នាក់និយាយប្រាប់ដល់នាងវិសាខាថាយើងទាំងអស់គ្នាមានសេចក្តីប្រាថ្នាចំពោះនាងហើយលើកភួងផ្កាមាសដែលមានតម្លៃ100,000ជូនជាគ្រឿងបាញ់ចាំចិត្តដល់នាងក៏ព្រមទទួលយកមកពាក់នៅកដើម្បីបញ្ជាក់ឲ្យព្រាហ្មណ៍ដឹងថានាងព្រមទទួលទើបនាងសួរទៅព្រាហ្មណ៍ថាអ្នកមកអំពីនគរណាដែរព្រាហ្មណ៍ទាំងនោះថាខ្ញុំមកពីនគរសាវត្ថីត្បិតមគិរសិទ្ធិមានកូនប្រុសមួយឈ្មោះថាបណ្ឌវឌ្ឍនកុមារបានបញ្ជូនខ្ញុំមកដណ្ដឹងនាងវិសាខាព្រមទទួលទើបនាំព្រាហ្មណ៍ទាំង8នាក់ទៅប្រាប់ដល់ធនិញ្ជាយសិទ្ធិជាបិតាធនិញ្ជាយសិទ្ធិក៏ព្រមឲ្យហើយក៏បានសួរអំពីសម្បត្តិរបស់មគិរសិទ្ធិព្រាហ្មណ៍ក៏បានប្រាប់ថាមគិរសិទ្ធិមានប្រាក់ចំនួន40កោដចំណែកឯធនិញ្ញសិទ្ធិក៏បានលន់មាត់ថាប្រាក់40កោដនោះវាតិចពេកណាស់មិនបានប្រហែលនឹងតម្លៃរក្សាមានតម្លៃម្សៅនិងប្រេងជាដើមរបស់កូនខ្ញុំទេតមកធនិញ្ជាយសិទ្ធិនិងមគិរសិទ្ធិក៏បានចាត់ចែងរៀបចំមង្គលការកូនបុត្រធីតានោះទៅក្នុងពិធីរៀបមង្គលការនោះបានអញ្ជើញស្ដេចពីនគរព្រមទាំងកហបតីសេដ្ឋីមន្ត្រីតូចធំប្រជារាស្ត្រទាំងអស់មកជាកិត្តិយសក្នុងមង្គលការក្នុងថ្ងៃទី1ជាដំបូងធនិញ្ជាយសិទ្ធិបានហៅជាងមាសចំនួន500នាក់មកធ្វើគ្រឿងមហាតបាសាធនៈអាវសម្រាប់ពាក់ការនោះអាវនោះមានតម្លៃ9កោដគ្រាន់តែថ្លៃឈ្នួលជាងតម្លៃ100,000អាវនោះធ្វើអំពីមាសនិងពេជ្រសុទ្ធគឺត្បូងពេជ្រចំនួន4នាឡិកែវមកក្តារ11នាឡិកែវបវាល22នាឡិកែវមណី3នាឡិកែវមណី33នាឡិព្រមទាំងមាសនិងប្រាក់ជាច្រើនយកទៅហូតធ្វើជាអំបោះអាវនោះនាងពាក់ជាសត្វក្ងោកស្លាបម្ខាងចំនួន500ស្លាបរចនាអំពីមាសនិងប្រាក់ចំពុះរចនាដោយកែវបវាលភ្នែករចនាដោយកែវមណីកន្ទុយមានស្លាប500រចនាដោយមាសនិងប្រាក់អាវនោះពេលដែលពាក់លើកឡើងកាលណាឃើញហាក់ដូចជាសត្វក្ងោកពាសពងរំឯដរកំពូលភ្នំឮសូរសំឡេងលន់ចេញអំពីស្លាបដូចជាដូរតន្ត្រីទឹកលោកមហាសេដ្ឋីរៀបចំមង្គលការបានចំនួន3ខែពួកអ្នកចម្អិនអាហារក៏បានប្រាប់ថាអស់ហើយលោកសេដ្ឋីដូច្នោះហើយលោកសេដ្ឋីក៏បានឲ្យទៅរុះរើផ្ទះណាដែលចាស់និងរោងដំរីយកមកដុតដល់ពេលដុតបានកន្លះខែក៏អស់នោះទៅទៀតហើយក៏បានប្រាប់សេដ្ឋីលោកសេដ្ឋីក៏បង្គាប់ឲ្យចាក់ឃ្លាំងយកសម្ពុតសាច់ក្រាស់ជ្រលក់ប្រេងដុតចម្អិនអាហារតទៅទៀតលុះដុតបានកន្លះខែទៀតជាគម្រប់4ខែ
ជាងទាំងចំនួន500នាក់តាំងពីថ្ងៃដែលធ្វើអាវនោះគឺមានរយៈពេល4ខែគត់ទៅហើយធ្នេញជាយសេដ្ឋីនិងមេគីរសិទ្ធិបានផ្សំផ្គុំនាងវិសាខានិងបណ្ឌវឌ្ឍនកុមារឲ្យជាគូស្វាមីភរិយាក្នុងថ្ងៃជាគម្រប់4ខែនោះលុះរៀបអាពាហ៍ពិពាហ៍រួចហើយធ្នេញជាយសេដ្ឋីក៏បានបញ្ជូននាងវិសាខាឲ្យទៅនៅសំណាក់ខាងផ្ទះលោកឪពុកម្ដាយក្មេកបានចែកទ្រព្យឲ្យជាច្រើនគឺឲ្យភាជនៈមាស500រទេះភាជនៈប្រាក់500រទេះភាជនៈទងដែង500រទេះភាជនៈសំរិទ្ធ500រទេះសំពុតអំបោះនិងសំពុតសូត្រ500រទេះសัพពិគឺទឹកដោះ500រទេះប្រេង500រទេះស្ករអំពៅ500រទេះអង្ករស្រូវសាលី500រទេះនិងគ្រឿងឧបករណ៍ផ្សេងមាននង្គ័លនិងផាលជាដើមចំនួន500រទេះហើយព្រមទាំងឲ្យនៅខ្ញុំប្រុសខ្ញុំស្រីជាច្រើនអ្នកទៀតក្នុងថ្ងៃដែលនាងចេញទៅបានបង្គាប់ឲ្យបុរសបើកទ្វារក្រោលគោហើយឲ្យដេញគោចេញទៅវល់បណ្ដោយ3ល្បីស្គរទៅទឹង3ឧសភៈបុរសក៏ធ្វើតាមបង្គាប់របស់សេដ្ឋីលុះគ្រប់ចំនួនហើយបុរសបិទទ្វារក្រោលគោក៏ស្ទុះទម្លាយក្រោលទៅតាមនាងទៀតដោយផលបុណ្យដែលនាងបានធ្វើទានដោយចិត្តទូលាយពីជាតិមុនមកនោះបានន័យថាគោដែលត្រូវប្រឡែងឲ្យទៅតាមនាងវិសាខាហ្នឹងត្រូវបិទទ្វារទៅវិញណាចឹងបិទបញ្ចប់ត្រឹមនឹងក៏ប៉ុន្តែអាគោទាំងអស់ហ្នឹងវានៅតែស្ទុះលោតចេញមកតាមនាងវិសាខារហូតដល់បីជាគេបិទក្រោលគោនឹងក៏ដោយគឺវាលោតតាមលបងចេញមកណាថ្ងៃមួយនាងវិសាខាបានទៅស្ដាប់ធម៌នៅឯវត្តចេតពុនបាននាំកូនហើយនឹងចៅជាច្រើនពាន់អ្នកទៅជាមួយផងកាលនោះមានភិក្ខុមួយរូបចង់ឃើញនាងវិសាខាបានសួរភិក្ខុមួយរូបដែលអង្គុយជិតភិក្ខុនោះប្រាប់ថាមើលតែស្ត្រីណាដែលក្រោកឡើងយកដៃច្រត់ក្បាលជង្គង់ស្ត្រីនោះហើយគឺនាងវិសាខាកាលនោះនាងវិសាខាមានអាយុជាង70ឆ្នាំទៅហើយនាងនៅតែក្មេងដូចជាចៅរបស់នាងដែលមានអាយុ16ឆ្នាំនាងវិសាខាមានកូនចំនួន20នាក់ហើយក្នុងកូនមួយមានចៅ20នាក់ក្នុងចៅមួយមានកូនចំនួន20នាក់រួមទាំងអស់ទាំងចៅទួតចំនួន8420នាក់ឥតមាននរណាមួយឈឺស្លាប់អ្វីឡើយនាងវិសាខាមានកម្លាំងស្មើនឹងដំរី5ថ្ងៃមួយនាងត្រឡប់មកអំពីស្ដាប់ធម៌ព្រះរាជាចង់លបងនៅកម្លាំងរបស់នាងហើយក៏បានប្រឡែងដំរីចុះព្រែងមួយឲ្យទៅព្រេចនាងក៏បានយកម្រាមដៃចំនួនតែ2ទេទប់ដំរីនោះជាប់ហើយដំរីនោះក៏ដួលក្រាបលើផែនដីគឺមិនអាចក្រោកឡើងបាននោះឡើយថ្ងៃមួយនាងវិសាខាក៏បានទៅស្ដាប់ធម៌ហើយដោះគ្រឿងមហាលតាបសាទនោះទុកខាងក្រៅវិហារបានន័យថានាងភ្លេចនៅអាវដែលប្រណិតល្អណាហើយស្ដាប់ហើយក៏ភ្លេចនៅទីនោះឯងទើបបានប្រើនាងទាសីដែលមានកម្លាំងស្មើនឹងនាងឲ្យទៅយកអាវហើយក៏បានប្រាប់ថាបើសិនជាភិក្ខុអង្គណាមួយនោះលើករើសទុកនាងប្រកេនលោកទុកចោះកុំយកមកវិញសោះឡើយពេលនោះព្រះអានន្ទបានរើសទុកព្រោះព្រះអានន្ទក៏មានកម្លាំងលើកអាវនោះរួចផងដែរតម្លៃអាវនេះហើយដែលបានកសាងនៅវត្តពុព្វារាមមួយនាងវិសាខាមានអាយុ120ឆ្នាំនាងក៏បានធ្វើមរណកាលទៅកើតនៅឯស្ថានសួគ៌និម្មានរតីជាអគ្គមហេសីរបស់ព្រះបាទនិម្មាតទេវបុត្រ